Victor vivió normal, yoก็เคยประชาธิการวอดของฝั่งตะอังกฤษสุดโทษได้เป็นตายเป็นเอกกอดกับบานชกสโรเปบริษัทดามุกระห้องระบอยเยื่อกับบานโจเมาเตียงจิตนาสำหรับปิงขลุ่นเป็นเอกประชาธิการวอดกับบานใหญ่เตียงมันบานเยอะตะเมอสู่ห้องท่าโซวนบริษัทดามุกระห้องสู่ห้องระบอยเยื่อหรือเป็นบานลุยประชาธิการหาชั่วโมงอุปกรณ์หอยกับบานชกมันประชาธิการวอดกับบานหาชั่วโมงสู่วนบานที่ធ្វើឲ្យទិដ្ឋករអាចក៏បានបោកភ្នែកធំធំរួចគាត់ក៏បានបន្តថាការពាក្យដេតកានៅក្បែរប្រាសាទយូណាំមានគ្រួសារអ្នកលេងដាវមួយឈ្មោះថាកងពលដាវស្មោះត្រង់ដែលពួកគេផ្ដោតតែទៅលើខ្លឹមសារនៃក្បាច់ដាវពិតប្រាកដដោយមិនខ្វល់ខ្វាយពីកេរ្តិ៍ឈ្មោះឬលាភសក្ការៈអ្វីឡើយមេដឹកនាំទី5នៃគ្រួសារនោះគឺមានឈ្មោះថាសូវុនដែលមានទ្វេដៃដ៏អស្ចារ្យបំផុតសូម្បីតែអ្នកក្បាច់គុនល្បីៗជាច្រើនក៏មើលចលនារបស់គេមិនទាន់ដែរនេះហើយគឺជាសូវុនតែម្នាក់គត់ដែលខ្ញុំនៅចង់ចាំចុះឯងវិញយល់យ៉ាងណាដែរព្រះចៅអធិការវត្តក៏បានសួរទៅសូហងថាតែគាត់ជាមនុស្សម្នាក់ដែលឯងស្គាល់ដែរឬធ្វើឲ្យសូហងក៏មានការភ្ញាក់ផ្អើលបន្តិចសូហងក៏បានតបទៅព្រះចៅអធិការថាត្រូវហើយក្នុងចិត្តរបស់សូហងក៏បានគិតថាអញ្ចឹងបានន័យថាឯងដឹងមុនហើយមែនទេថាយើងនឹងត្រឡប់មកឯងបានបន្តថានោះគឺជាពុករបស់ខ្ញុំព្រាមនោះព្រះចៅអធិការវត្តក៏បាននិយាយកាត់ប៉ុន្តែខ្ញុំធ្លាប់ឮគេនិយាយថាបន្ទាប់ពីភរិយាដ៏ជាទីស្រឡាញ់របស់គាត់បានស្លាប់ដោយសារជំងឺរាតត្បាតមកគាត់ក៏ធ្លាក់ក្នុងភាពអស់សង្ឃឹមយ៉ាងខ្លាំងហើយបានចំណាយពេលមួយជីវិតដែលសេសសល់នោះដោយការផឹកស្រានឹងបានស្លាប់នៅឆ្នាំតែមួយនេះហើយសូហងក៏បានបើកភ្នែកធំព្រះចៅអធិការវត្តក៏បានបន្តថាហើយបន្ទាប់មកកងពលដាវស្មោះត្រង់ក៏ដួលរលំដោយសារក្រុមទាតកោមួយក្រុមនោះមែនទេទាំងនេះគ្រាន់តែជាពាក្យអាចារ្យរាមដូច្នេះខ្ញុំក៏មិនដឹងច្បាស់ដែរតែអ្នកប្រកាសជាដឹងច្បាស់ជាងខ្ញុំពួកអ្នកជាប់ពាក់ព័ន្ធផ្ទាល់នឹងរឿងនេះទូហងក៏បានគិតទៅដល់សប្លេបរោះចំណាស់ដែលបានប្រកាសថាវាគឺជាផែនការដ៏ខ្មៅងងឹតរបស់ពួកវាឪពុកម្ដាយរបស់ឯងទាំងពីរនាក់គឺត្រូវបានគេបំពុលសម្លាប់បើសិនជាពួកគេនៅរស់វិញនោះសំបីក្រុមត្រកូលវីរជនដ៏អស្ចារ្យក៏មិនហ៊ានមកវាយប្រហារក្រុមគ្រួសាររបស់យើងដែរនៅពេលនោះមេដឹកនាំបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញរហូតដល់ចំហើមចុងក្រោយដើម្បីផ្ដល់ពេលវេលាឲ្យពួកយើងបានរកគេខ្លួនប៉ុន្តែចិត្តពលបានរាតត្បាតពីពេញរាងកាយរបស់គាត់ទៅហើយធ្វើឲ្យគាត់មិនអាចទប់ទល់បានយូរជានោះឡើយពេលកាត់រួចគឺគាត់ក៏បានសាមិតិរួចក៏បាននិយាយថាពិតជាគួរឲ្យខកចិត្តមែនធូហងក៏បានពីជិញចិត្តណាសម្រាប់ជាខ្លាំងហើយបន្តនិយាយទៅកាន់ប្រជាអធិការវត្តថាលោកគួរតែបញ្ជាអង្គរៈរបស់លោកមកឡំពាត់ឬដាក់អន្ទាក់ចាប់ខ្ញុំតាំងពីដំបូងមកម្លេះតើលោកគិតថាគ្រាន់តែប្រើមាត់និយាយឲ្យរួចខ្លួនបានមែនទេពេលនោះយឺកថាប្រជាអធិការវត្តក៏មានការញញឹមបន្តិចរួចក៏បានដកដមាធំបន្តនិយាយប្រាប់ទៅសុហងថាបើអញ្ចឹងប្រហែលជាមិនមែនជាមនុស្សម្នាក់ដែលខ្ញុំធ្លាប់ស្គាល់ទេមើលទៅសុហងក៏បានដកដល់ឡើងហើយព្រមតែនិយាយថាតែមានរឿងមួយដែលលោកនិយាយមកពិតជាត្រូវសុហងបន្តនិយាយតាមតបុកញញឹមថាក្រុមទេតកោដែលវាបរហាកងពោដាស្មោះត្រង់គឺជាត្រកូលវិរៈភាពដ៏អស្ចារ្យដែលជាអ្នកដឹកនាំនោះឯងនិយាយថាប្រជាអធិការវត្តមិនបានតបតអ្វីទេបន្តិចក្រោយមកគាត់ក៏បានអង្អែបមាត់របស់គាត់ហើយព្រមទាំងនិយាយថាបើអញ្ចឹងខ្ញុំស្មានថាវាប្រហែលជាមនុស្សម្នាក់ផ្សេងទៀតហើយចៅអធិការវត្តក៏បានប្រាប់ទៅសងថាតាំងពីខ្ញុំកើតមកខ្ញុំត្រូវបានគេយកមកទុកចោលទៅធ្វើជាព្រះសង្ឃនៅទីនេះវត្តនេះលើងនេះគឺជាអ្នកចិញ្ចឹមបីបាច់ថែរក្សាខ្ញុំតាំងពីខ្ញុំដឹងក្តីមកខ្ញុំបានរស់នៅទីនេះពេញមួយជីវិតរបស់ខ្ញុំតែម្ដងហើយតើឯងមានសិទ្ធិអ្វីមកចោទថាយើងជាអ្នកដឹកនាំក្រុមធាតុកោនោះសូហងបានលើពីសំណើរបស់ប្រជាអធិការវត្តហើយក៏បានបោះភ្នែកធំរូបភាពផ្អើលនឹងអ្វីដែលបានដឹងប្រជាអធិការក៏បាននិយាយបន្តទៅកាន់សូហងថាកែវភ្នែករបស់ឯងពោពេញទៅដោយគំនិតចង់សម្លាប់មនុស្សតើឯងបានផ្ដាច់ជីវិតមនុស្សស្រុកត្រង់ប្រមាណអ្នកទៅហើយដោយសារតែព័ត៌មានមិនពិតទាំងអស់នេះដំបូងឡើយយើងចង់និយាយជាមួយនឹងឯងហើយក៏ចង់ឲ្យឯងទៅវិញដោយសន្និសីទដែរប៉ុន្តែរឿងនេះវាមិនអាចដោះស្រាយបញ្ហាអ្វីបានទេនោះសូហងក៏បានសម្លក់ទៅប្រជាអធិការវត្ត
ពួកគេទាំងពីរក៏បានសម្លក់សម្លឹងទៅមើលមុខគ្នាអស់រយៈពេល80លានម៉ោងមកប្រសិនអ្នកទាំងអស់គ្នាចង់លើកទឹកចិត្តខ្ញុំអាចស្កេន QR ខាងក្រោមនេះបានតិចក្តីច្រើនក្តីខ្ញុំទទួលយកទាំងអស់ហើយសូមជួយចុច like និង subscribe និង comment ឲ្យខ្ញុំម្នាក់មួយផងវាក៏ជាការលើកទឹកចិត្តឲ្យខ្ញុំនឹងបន្តធ្វើវីដេអូបន្តទៀតដែរអរគុណអ្នកទាំងអស់គ្នានិយាយថាសូហងក៏បានសាច់បន្តិចឬក៏បានដើរទៅមកគិតចង់ប្រើសម្ដីប្រមាណម៉ាត់ដើម្បីបញ្ចប់បញ្ចូលយើងឲ្យជឿមែនទេឯងពិតជាមនុស្សចាស់ដែលមានអណ្ដាច់ពោះមែនសូហងក៏បានឆ្កឹះដាវចេញពីស្រោព្រមទាំងនិយាយបន្តថាទុកឲ្យឯងនិយាយឲ្យចប់នៅពេលដែលឯងទៅជួបមិត្តចាស់របស់ឯងនៅក្នុងឋាននរកទៅនិយាយមិនតាន់ចប់ទ្រូបងផងយើងក៏បានលើកសូរទៅឆ្វប់រាងកាយរបស់សូហងបានដាច់ចេញពីគ្នាជាដុំធ្វើឲ្យសូហងមានការស្រឡាំងកាំងនិងផិតភ័យជាខ្លាំងអារម្មណ៍ដែលសូហងទទួលបាននោះវាពិតជាខ្លាំងប្រសិនបើសូហងនៅតែបន្តសកម្មភាពទៀតគេច្បាស់ជាស្រាប់ជាមិនខានសូហងផិតភ័យពេកមិនអាចទម្លាក់ខ្លួនបានសូម្បីតែដើរទៅខាងមុខសូហងបានឈរសម្លឹងទៅប្រជាអធិការវត្តយើងឃើញប្រជាអធិការវត្តក៏មិនទាន់បានបញ្ចេញសកម្មភាពអ្វីនោះដែរសូហងក៏បានគិតខំចិត្តទាំងភ័យថាតាកញ្ចានេះកំពុងតែធ្វើស្អីទៅស្របពេលដែលស៊ូហងកំពុងតែឈរគិតស៊ូហងក៏បានទួនៅសម្ពាធធម្មពលដុំហេតុមួយមកពីខាងក្រៅខ្នងនៅស៊ូហងក៏បានមើលទៅកាន់ដាវរបស់គេស៊ូហងក៏បានគិតក្នុងចិត្តថាទេមិនត្រូវទេមិនមែនជាតាកញ្ចានោះទេជាអ្នកធ្វើវាអំបីមិញនេះហើយគេក៏បានបាយដាវឡើងពេលនោះគេក៏បានឃើញថាកំយ៉ងកំពុងតែឈោមមើលគេពីខាងក្រៅខ្នងនេះដែលធ្វើឲ្យគេមានសម្ពាធធម្មពលដ៏ខ្លាំងមុននេះគឺជាកម្មយ៉ងរបស់យើងនឹងឯងទូឯប្រុសរបស់យើងណាកម្មយ៉ងក៏បានជានិយាយក្នុងចិត្តថាខ្ញុំមិនដឹងស្មានថាគេនឹងត្រឡប់មកវិញលឿនដល់អ្នកនេះសមយក៏បាននិយាយតាមវិជាផ្លូវចិត្តទៅកាន់សូហងទាំងខឹងថាកន្លែងនេះវាមិនសម្រាប់ធាតុកោដូចជាឯងស្នៅនោះទេចេញមកខាងក្រៅភ្លាមមកឬកម្មយ៉ងនិយាយដូចជាបែកគម្រាមទៅកាន់សូហងបែបនេះសូហងក៏មានការខំស្មោះជាខ្លាំងមកទៅកៅភ្នែកទៅឡើងសៃឡើងក្រហមឯនោះប្រជាអធិការវត្តនិយាយទាំងបបភ្នែកទៅកាន់សូហងថាមកអង្គុយខាងមុខខ្ញុំមកខ្ញុំនឹងជួយឯងឲ្យកាត់ផ្ដាច់អតីតកាលដើម្បីជំរះនៅចិត្តដែលចង់សម្លាប់មនុស្សចេញហើយក៏បានបោកភ្នែកឡើងសម្លឹងទៅមើលស្វិនតែបែរជាបាត់មនុស្សចេញពីទីនោះបាត់ទៅហើយប្រជាអធិការវត្តក៏បានងាកឆ្វេងងាកស្ដាំមើលលើមើលក្រោមប៉ុន្តែនៅតែមិនឃើញធ្វើឲ្យប្រជាអធិការវត្តឆ្ងល់នឹងខ្លួនឯងហើយក៏ពោលឡើងថាតើនៃរបស់ខ្ញុំកំពុងតែច្រឡំមែនទេនៅពេលឥឡូវនេះសាច់រឿងបានកាត់មកខាងក្រៅវិញជាឃើញថាពីរនាក់គេក៏បានដេញគ្នាលើរបស់ពួកគេលឿនដូចជាព្យុះអញ្ចឹងពួកគេទាំងពីរក៏បានដេញគ្នាចូលក្នុងព្រៃជ្រៅយើងឃើញថាចរណាលើរបស់ពួកគេទាំងពីរមិនចាញ់គ្នាទេហើយពេលតែដេញគ្នានោះស៊ូហុងក៏បានកាត់ដល់សម្ដីប្រជាអធិការវត្តបាននិយាយថាពុករបស់គេបានឆ្នៃពេកពីមួយជីវិតដែលសេះសល់ជាមួយនឹងការពឹកស្រាហើយក៏បានស្លាប់បាត់បង់ជីវិតនៅក្នុងឆ្នាំនោះដែរនិងពាក្យសម្ដីបុរសចម្លាស់បានប្រកាសថាឪពុកម្ដាយរបស់ឯងទាំងពីរក៏ត្រូវបានគេបំពុលសម្លាប់ដែរបើអញ្ចឹងខ្ញុំស្មានថាគេប្រហែលជាមិនមែនជាមនុស្សម្នាក់នឹងទេទាំងឯងបានផ្ដាច់ជីវិតមនុស្សស្លូតត្រង់ប៉ុន្មានអ្នកទៅហើយដោយសារតែព័ត៌មានប្រឌិតទាំងនេះគិតហើយសូហងក៏បានស្រែកដូចជាមនុស្សឈួតថាបិទមាត់ទៅមនុស្សពូកែសម្ដែងនោះពូកែរៀបគាត់ល្បិចដូចអីនេះស្រែកហើយគេក៏បានទុះសំដៅទៅរកកំយ៉ងក៏មានការភ្ញាក់ផ្អើលបន្តិចរួចជឿឃើញថាស៊ូហុងក៏បានបើកកោវិភាទៅកាន់កំយ៉ងប៉ុន្តែការវិភានោះមិនត្រូវកំយ៉ងទេត្រូវតែដាំឈើពីក្រោយព្រោះកំយ៉ងបានគេចហក់ទៅខាងក្រោយស៊ូហុងនៅតែត្រៀមបើកកោវិភាទៅកាន់កំយ៉ងក៏បានបញ្ជីក្បាច់របស់គេមិនឈរឲ្យវែងទេស៊ូហុងក៏បានកាប់ចុះកាប់ឡើងប៉ុន្តែកំយ៉ងគេចបានយ៉ាងងាយស្រួលយើងឃើញថាសូហងប្រើគ្រប់ក្បាច់គ្រប់ស្នៀតអស់ហើយប៉ុន្តែនៅតែកម្មយ៉ងរបស់យើងគេចផ្លែដើររបស់គេបានទាំងអស់កម្មយ៉ងក៏បានគេចរឡាត់មួយជុំទៅឈោកម្មយ៉ងក៏បានចុះមកខាងក្រោមពីលើដើមសូហងក៏បានឈោសម្លក់មុខកម្មយ៉ងហើយបានគិតក្នុងចិត្តថាយើងគិតថាយើងបានកាប់ត្រូវវាហើយប៉ុន្តែក៏ពិតយើងសំបីតែរោមសរសៃមួយរបស់វាក៏មិនអាចប៉ះបានផងយើងឃើញសុភាពរបស់សូហុងកំពុងតែបែកញើសពិនក្រពោតសូហុងក៏បានគិតក្នុងចិត្តទៀតថាតើបរិមម្នាក់នេះគឺជានរណាទៅយើងឃើញថាសំយ៉ងកំពុងតែសម្រាប់ខ្លួនចុះមកខាងក្រោមបន្តបន្តិចសូហុងក៏បានបន្តគិតថាតើម្នាក់នេះ
វាធ្លាក់មកពីលើមេឃឬចេញមកពីកន្លែងណាឲ្យប្រកបទៅយូឃើញកម្មយងកំពុងតែត្រៀមបើកការវិបាហើយពេលភ្លាមនោះអាវរបស់កម្មយងក៏បររហែកចេញពីគ្នាធ្វើឲ្យកម្មយងក៏មានការញាក់អាវបន្តិចដែរឬក៏បានស្គីបអាវរបស់ខ្លួនបន្ទាប់មកយល់ឃើញថាពួកគេទាំងពីរក៏បានឈរមកមុខគ្នាអស់រយៈពេល80ម៉ោងមកកម្មយងក៏បានគិតក្នុងចិត្តតែឯងថាខ្ញុំមិនចង់ឲ្យខ្លួនឯងត្រូវរងរបួសការជឿចាប់នោះទេប៉ុន្តែខ្ញុំរកស្មានថាមើលទៅប្រហែលជាខ្ញុំជៀសមិនផុតនោះឡើយគណៈនោះផងដែរតួហងកំពុងតែត្រៀមបើកការវិបាកមកកាន់កម្មយងដែរខ្ញុំសូមបញ្ចប់សាច់រឿងយើងត្រឹមតែប៉ុណ្្នេះសិនអ្នកនរគ្នាដោយសារមើលទៅមេឃដូចជាមិនសូវស្រួលទេរោគភ្លៀងមកចុះនៅនេះបាទអរគុណអ្នកនរគ្នាបាយបាយ